បាទសួស្តីបាទនៅក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងបង្ហាញគ្នាយើងអំពីការកណនីទៅលើ flow rate សម្រាប់ការកណ select ទៅលើ transfer pump ណាហ្នឹងហើយហើយយើងដឹងប្រភេទ transfer pump គឺជាប្រភេទដែលគេប្រើសម្រាប់ជំរុញពីទឹកហ្នឹងពី underground water tank ទៅ rose tank ខាងលើដើម្បីផ្គត់ផ្គង់ទៅឲ្យអាគារឬក៏គម្រោងនីមួយៗយ៉ាងដែរបាទហ្នឹងហើយអញ្ចឹងជំហានដំបូងគឺយើងមកមើលនៅក្នុង file Excel យើងនេះដែលយើងចងជារូបមន្តសម្រាប់ការកណនីណាហ្នឹងហើយខ្ញុំនឹងបញ្ចូលមួយពាក់ព័ន្ធនឹងឈ្មោះបាទអញ្ចឹងជំហានដំបូងយើងមើលនៅក្នុងតារាងកន្លែងនេះមានន័យថា parameter នេះគឺចង់និយាយទៅលើប្រភេទទយោដែលយើងប្រើសម្រាប់ទំហំទយោណាដែលយើងប្រើសម្រាប់ជំរុញទឹកហ្នឹងពី underground water tank ទៅ rose tank តើទយោយើងជាប្រភេទអីគេហើយទំហំប្រមាណអីចឹងទៅបាទដោយប្រភេទទយោទឹកស្អាតនេះយើងប្រើសម្រាប់ជំរុញទឹកនេះយើង select យកប្រភេទទយោ PPO បាទដែល DN សាច់ខាងក្នុងរបស់វានឹងគឺ20 មីលីម៉ែត្រហើយសាច់ខាងក្រៅរបស់វានឹង outside diameter នឹងគឺ25 មីលីម៉ែត្រហ្នឹងហើយសម្រាប់ការជំរុញសម្ពាធទឹកហ្នឹងបាទហើយចូលដល់ចំណុចបន្ទាប់នេះគឺចង់និយាយទៅលើ total flow rate along the pipe អញ្ចឹង Q យើងនេះຂະຫນាតនេះគឺជាលីត្រក្នុង1នាទីណាអញ្ចឹងយើងបាន25លីត្រក្នុង1នាទីអញ្ចឹងសំណួរបន្ទាប់តែយើងបានតម្លៃ25លីត្រក្នុង1នាទីមកពីណាបាទអញ្ចឹង25លីត្រក្នុង1នាទីនេះគឺយើងទទួលបានអំពីការគណនាទៅលើ water tank បាទនេះ20 water tank ណានេះ select transfer pump ហ្នឹងយើង select flow rate ហើយគឺ25លីត្រក្នុង1នាទីអញ្ចឹងអាហ្នឹងគឺចង់និយាយទៅលើ flow rate ដែលយើងកំណត់សម្រាប់ការបូមទឹកក្នុងរយៈពេលណាមួយទៅលើ rose tank ខាងលើណាហ្នឹងហើយអញ្ចឹងតម្លៃគឺយើងបានមកពីហ្នឹងមកហ្នឹងហើយចំណុចបន្ទាប់យើងចូលដល់ statistic high នេះយើងចង់និយាយទៅលើកម្ពស់ណាកម្ពស់ទយោហ្នឹងហើយកម្ពស់ទយោពីក្នុង riser ហ្នឹងវាប្រវែងប្រមាណអញ្ចឹងអាហ្នឹងយើងវាស់នៅក្នុងប្លង់យើងក្នុងប្លង់ elevation របស់ architect ហ្នឹងអាគារហ្នឹងកម្ពស់ប្រមាណអញ្ចឹងទៅយើងសិក្សាមើលទៅតាមប្រវែងជាក់ស្ដែងអញ្ចឹងណាហ្នឹងហើយហើយមួយទៀតpressure required ឡើងនេះយើងអត់ចាំបាច់ណាដោយសារតែយើងដឹងទៅលើ Q នេះហើយ flow rate ឡើងនេះហើយណាហ្នឹងហើយអញ្ចឹងចំណុចបន្ទាប់ចូលដល់កន្លែង constant for the class of pipe អាហ្នឹងគឺចង់និយាយទៅលើ C នេះគឺចង់និយាយទៅលើប្រភេទទយោយើងតែទយោយើងជាប្រភេទអីគេប្រភេទដែកឬក៏ប្រភេទ plastic អីចឹងទៅអាហ្នឹងយើងអាចមើលនៅក្នុងតារាងខាងក្រោមនេះណាហ្នឹងហើយនេះវាមានប្រភេទទយោយើងវាមានតាមឈ្មោះនីមួយៗណា stainless steel និង copper ហ្នឹងហើយតែទយោយើងប្រើនេះគឺជាប្រភេទ plastic ណាជ័រហ្នឹងហើយអញ្ចឹងយើងអាចយក150នេះបានណាដែលយើងកំណត់ដូចនៅក្នុងនេះអញ្ចឹង150ហ្នឹងហើយចំណុចបន្ទាប់គឺយើងសិក្សាទៅលើ fitting loss បើយើងនិយាយជាភាសាយើងធម្មតានេះគេចង់និយាយទៅលើដំណគ្រឿងដំណទយោហ្នឹងហើយអញ្ចឹងជាធម្មតានៅពេលដែលយើងជំរុញសម្ពាធអញ្ចឹងនៅពេលដែលវាមានដំណអាហ្នឹងបំរែបំរួលសម្ពាធយើងវានឹងមានការថយចុះហ្នឹងហើយទៅតាមអាឡែងដែលដំណហ្នឹងណាហ្នឹងហើយអញ្ចឹងអាហ្នឹងគេឲ្យឈ្មោះថា fitting loss កន្លែងកំហាត់ដងឡើងដំណហ្នឹងណាហ្នឹងហើយអញ្ចឹងយើងសិក្សាកែងប្រមាណតេយើងប្រមាណយើងរាប់ហ្នឹងហើយកន្លែងទយោយើងឡើងដល់លើយើងរាប់មកអាកន្លែងបត់ចូលផាំបត់ចូលកែងកណ្ដាលគឺយើងរាប់ទាំងអស់តេមានប៉ុន្មានគឺយើងដាក់ចូលក្នុងតារាងយើងមកនេះណាហ្នឹងហើយដោយពេលដែលយើងរាប់ fitting ហ្នឹងហើយយើងត្រូវសិក្សាទៅលើ loss fitting នេះ equivalent length by fitting អញ្ចឹង equivalent length by fitting នេះអានេះគឺជា loss fitting ហ្នឹងហើយដល់ loss fitting នេះគឺយើងត្រូវយកចំនួនដំណនីមួយហ្នឹងយកទៅគុណទៅនឹង loss វាហ្នឹងហើយអញ្ចឹងអាតម្លៃហ្នឹងគឺយើងចូលមើលខាងក្រោមណាហ្នឹងហើយនេះអញ្ចឹងខ្ញុំឧទាហរណ៍ថាទយោយើងមិញហ្នឹង DN 20ទៅដែរនេះ DN 20អញ្ចឹងឧទាហរណ៍ថានេះ elbow យើងមិញបានគ្រាប់អញ្ចឹងយើងយកចំនួនគ្រាប់ហ្នឹងគុណនឹងអាហ្នឹងយើងបាននេះ loss យើងបាន fitting loss យើងប្រហែលហ្នឹងហើយខណៈគឺជាម៉ែត្រហ្នឹងហើយតេប្រហែលយើងរាប់មកគុណនឹងចំនួនហ្នឹងមកទៅមកយើងបូកវាចូលគ្នាមកយើងបាន fitting loss សរុបហើយហ្នឹងហើយបាទអញ្ចឹងបន្ទាប់ពីយើងចូលដល់ fitting loss ហើយយើងចូលដល់ length along the pipe នេះអានេះគេចង់និយាយទៅលើទយោណាទយោដែលវា
đê để vì rút đê từ ham lại nhắn cứ dương qua tám cho như chết đánh mà dương qua mà có bài của man này man chân chân đấy dương một thón đặt per mét này ấy châu đo cho nó tốt đấy anh ấy cứ dương sắc xa từ lớn pilot này cho là nắng pilot dương bộ con này của châu này mà dương bộ fitting loss cho môi nâng long the pie cứ dương bán tờ lại nè nàyបន្ទាប់ពីយើងបានកន្លែងហ្នឹងហើយគឺយើងត្រូវសិក្សាចំណុចបន្ទាប់ហ្នឹងគឺ head loss មានន័យថាជំរុញកម្ពស់ហ្នឹងកម្ពស់រយោហ្នឹង head loss វាប្រមាណអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុងការគណនាទៅលើ head loss នេះគឺយើងអនុវត្តតាមរូបមន្ត Hazen Williams ហ្នឹងហើយអញ្ចឹងរូបមន្ត Hazen Williams រូបមន្តមិនអញ្ចឹងយើងចូលមើលនៅក្នុងខាងក្រោមនេះមកបាទនេះរូបមន្ត Hazen Williams នេះបាទគឺប្រមូលវាអញ្ចឹងណាហ្នឹងហើយយើងអាចមើលតាមហ្នឹងទៅហើយនៅក្នុងfile នេះគឺយើងចងរូបមន្តហើយហ្នឹងហើយអញ្ចឹងមានន័យថារូបមន្តដូចនៅខាងក្រោមអញ្ចឹងណាហ្នឹងហើយបាទអញ្ចឹងបន្ទាប់ពីយើងកណនារួចហើយ fitting loss ហើយ head loss ហើយយើងដល់ដំណាក់កាលសិក្សាទៅលើ total head loss ហ្នឹងចា total head loss ហ្នឹងមានន័យថាយើងបូកបញ្ចូលគ្នាមកហ្នឹងហើយយើងបូកhead loss ហ្នឹងជាមួយនឹង loss studio ហ្នឹងមកហ្នឹងហើយអញ្ចឹងយើងបានតម្លៃនេះតម្លៃ total head loss យើងគឺ 19.45 ហ្នឹងអញ្ចឹងយើងដាក់ 19.45 មកដោយ flow rate របស់យើងនេះគឺ 25 ហ្នឹងហើយដល់យើងគិតទៅលើ maximum យើងឲ្យវា 120% អញ្ចឹងទៅហ្នឹងហើយអញ្ចឹងវាស្មើនឹង30លីត្រក្នុង1នាទីបាទអញ្ចឹងនៅពេលដែលយើងស្គាល់ទៅលើ total head loss ហើយយើងដឹងអំពីទៅលើ flow rate ហើយយើងចូលដល់លក្ខខណ្ឌ select yo បាទអញ្ចឹងនៅក្នុងនេះខាងលើនេះយើងនិយាយទៅលើ minimum បាទ minimum អញ្ចឹងបើ flow rate យើង minimum នេះគឺ 25 លីត្រក្នុង1នាទីបើខាងក្រោមនេះមានន័យថាយើងបែកណាយើងបែកវាទៅជាម៉ែត្រគីបក្នុងម៉ោងទៅគាត់ណាបែកខ្នាតទេហ្នឹងហើយកន្លែងនេះដូចគ្នាhead loss យើង 19.45 ហើយមកយើងគាត់បែកខ្នាតមកជាបាហ្នឹងហើយមានតែយើងចែកនឹង10មកយើងបានដល់មកបានេះយើងសំណត់ថាឲ្យវាស្មើ10ម៉ែត្រណាយើងចែក10មកហ្នឹងអញ្ចឹងយើងបានមកបាចុច94ហ្នឹងហើយចំណុចបន្ទាប់នេះដូចគ្នាដែរគឺយើងគិតទៅលើ maximum ហ្នឹងហើយ maximum នេះយើងគិតដូចលក្ខខណ្ឌខាងលើដែរគាត់ទៅខុសគ្នាកន្លែងនេះបាទកន្លែង flow rate នេះណាហ្នឹងហើយអញ្ចឹងបន្ទាប់យើងដឹងកន្លែងបាហើយ flow rate នេះហើយ flow rate នេះហើយអញ្ចឹងមានន័យថាយើងអាច select ទៅលើ transfer 5ហើយដល់យើងបេះទៅលើ catalog brand អីមួយអញ្ចឹងទៅយើងយកតនន័យហ្នឹងទៅ select ក្នុង catalog ទៅបាទឲ្យធំជាងអ្វីដែលយើងកណនាទៅមានន័យថាយើងអាចប្រើបានសម្រាប់គម្រោងហ្នឹងហើយបាទអញ្ចឹងអរគុណច្រើនសម្រាប់ការចូលរួមចែករំលែកនេះណាហ្នឹងហើយបាទអរគុណ